ម៉ារីក៏លេចមើលមួយផ្លែតក៏ដឹងថាអ្នកបម្រើនាំយកមកតែខោអាវចាស់ដែលគេប្រើរួចនាងមិនប្រកែកអ្វីឡើយនាងក៏ឲ្យសត្វវិញ្ញាណរបស់នាងចេញមកភ្លាមគ្រាន់តែមួយដង្ហើមចុងក្រោយនៃដុំភ្លើងខោអាវទាំងនោះក៏ត្រូវឆេះរលាអស់គ្មានសល់អណ្ដាតភ្លើងឆាប់ឆេះយ៉ាងលឿនរហូតធ្វើឲ្យវិមានទាំងមូលហាក់ដូចជាត្រៀមនឹងឆេះខ្ទេចម៉ារីនៅតែស្ងប់ស្ងាត់ទាំងស្រុងនាងងាកក្រោយដោយភាពរំភើបហើយដើរតម្រង់ទៅកាន់សាលអាហារនាងឆក់យកអាហារដែលម្ដាយនាងត្រៀមនឹងឲ្យទៅកូនស្រីចិញ្ចឹមញ៉ាំបានតែប៉ុន្មានមាត់ចាននោះក៏ទេស្អាតអ្នកគ្រប់គ្នានៅស្គៀបក្នុងចិត្តឈោមើលទាំងភ្ញាក់ផ្អើលបងប្រុសច្បងខឹងខ្លាំងណាស់ក៏ស្ទុះទៅដើម្បីបង្រៀនមេរៀនដល់នាងម៉ារីចាប់គាត់បោកទៅនឹងដីយ៉ាងខ្លាំងប៉ុន្តែគ្មាននរណាម្នាក់ដឹងទេថាដោយសារម៉ារីត្រូវបានចិញ្ចឹមបីបាច់ដោយបុរសចំណាស់នៃតាវស្ថានសុខផ្ទាល់ធម្មពលពិតរបស់នាងគឺជ្រាលជ្រៅលើសពីអ្វីដែលនរណាម្នាក់អាចស្រមៃបានរាងកាយរបស់នាងខុសពីអ្នកដទៃកម្លាំងរបស់នាងកើនឡើងនៅពេលដែលពេលវេលាមកដល់ឪពុកម្ដាយរបស់នាងយល់ច្រឡំថាភាពស្ងប់ស្ងាត់នោះគឺដោយសារនាងគ្មានឫសគល់វិញ្ញាណពួកគេបានបញ្ជូននាងទៅជន់បត់តាំងពីនាងនៅក្មេងហើយមិននាំនាងត្រឡប់មកវិញរហូតដល់នាងអាយុ15ឆ្នាំគ្រាន់តែនាងត្រឡប់មកវិញអ្នកបម្រើក៏ចាប់ផ្ដើមធ្វើបាបនាងអ្នកគ្រប់គ្រងផ្ទះ Steward បានប្រើអំណាចកម្រិតមូលដ្ឋានរបស់គាត់មកគៀបសង្កត់គាត់ចំអកឲ្យម៉ារីដោយឲ្យនាងថាជាមនុស្សធម្មតាដែលគ្មានតម្លៃវិនាទីបន្ទាប់ការពិតបានធ្វើឲ្យគាត់តក់ស្លុតគាត់មិនអាចសំបីតែលើកាបូបរបស់ម៉ារីក្នុងពេលជាមួយគ្នានោះទូតនៃត្រកូលនាគកំពុងរងចាំនៅក្នុងភូមិគ្រឹះខ្សែស្រឡាយត្រកូលវែនត្រូវបានការពារដោយនាគទេវៈបុរាណក្មេងគ្រប់រូបដែលឈានដល់អាយុ15ឆ្នាំអាចបង្កើតកិច្ចសន្យាជាមួយត្រកូលនាគតាមរយៈធ្មេញ Dragonstone ទូតបានរងចាំយ៉ាងយូរម៉ារីមិនបង្ហាញខ្លួនសោះទូតត្រកូលនាគខឹងសម្បាយ៉ាងខ្លាំងហើយចោទប្រកាន់ត្រកូលវែនថាគ្មានការគោរពចំពោះត្រកូលនាគសម្ពាធដ៏ខ្លាំងក្លាបានធ្វើឲ្យអ្នកគ្រប់គ្រងផ្ទះដួលជង្គង់ចុះពេលម៉ារីដើរចូលមកអ្នកគ្រប់គ្រងផ្ទះគិតថានាងនឹងភ័យខ្លាចខ្លាំងប៉ុន្តែផ្ទុយទៅវិញម៉ារីដើរចូលមកដោយភាពស្ងប់ស្ងាត់អ្វីដែលធ្វើឲ្យគ្រប់គ្នារឹតតែភ្ញាក់ផ្អើលនោះគឺម៉ារីបានលូកដៃទៅប៉ះធ្មេញដោយសារតែការចង់ដឹងចង់ឃើញសុទ្ធសាធនាគមាសមួយបានលេចចេញមកចំពោះមុខអ្នកគ្រប់គ្នាត្រកូលវែនផ្ទុះការរំភើបយ៉ាងខ្លាំងការបង្កើតកិច្ចសន្យាជាមួយបុព្វបុរសត្រកូលនាគនឹងផ្លាស់ប្ដូរអ្វីទាំងអស់ត្រកូលវែននឹងងើបឡើងយ៉ាងឆាប់រហ័សទូតត្រកូលនាគបានគ្រប់គ្រងសភាពការយ៉ាងរហ័សគាត់និយាយថាបញ្ហានេះធ្ងន់ធ្ងរខ្លាំងណាស់គាត់ត្រូវតែត្រឡប់ទៅវាំងនាគដើម្បីរាយការណ៍ជូនស្ដេចនាគគាត់ព្រមានអ្នកគ្រប់គ្នាថាកុំឲ្យលោកលុនចង់បានបុព្វបុរសនាគរួចក៏ប្រញាប់ចាក់ចេញទៅក្រោយម៉ារីត្រឡប់មកបន្ទប់វិញពួកអ្នកបម្រើបានយកខោអាវនិងគ្រឿងអលង្ការពីបងប្រុសទី4មកជូននាងម៉ារីគ្រាន់តែក្រឡេកមើលមួយផ្លែតក៏ដឹងថាវាជារបស់ដែលគេប្រើរួចនាងបញ្ជាឲ្យសត្វវិញ្ញាណរបស់នាងជាមួយសម្រាមទាំងនោះអណ្ដាតភ្លើងឆាប់ឆេះធ្វើឲ្យខោអាវទាំងនោះក្លាយជាផេះអ្នកបម្រើភ័យស្លន់ស្លោស្រែករកជំនួយប៉ុន្តែមេរីសួរយ៉ាងស្ងប់ស្ងាត់ថាតើអាហារពេលល្ងាចត្រូវបានរៀបចំនៅឯណាបន្ទាប់មកម៉ារីបានទៅសាលខាងមុខម្ដាយនាងប្រញាប់ទាញនាងឲ្យអង្គុយក្បែរគាត់ហើយណែនាំកូនស្រីចិញ្ចឹមដោយសង្ឃឹមថាបងប្អូននឹងចុះសម្រុងនឹងគ្នាកូនស្រីចិញ្ចឹមសម្លឹងមើលម៉ារីពីលើចុះក្រោមហើយមិនមានអារម្មណ៍ថាមានថាមពលបណ្ដោះអ្វីឡើយនាងមើលងាយម៉ារីក្នុងចិត្តប៉ុន្តែសម្ដីនៅតែផ្អែមល្ហែមដោយនិយាយថាបើម៉ារីមិនយល់អ្វីអាចសួរនាងបានហើយថែមទាំងអួតពីកិច្ចសន្យារបស់នាងជាមួយព្រះអង្គម្ចាស់វាំងនាគទៀតផងបងប្រុសទី4និយាយចំថាគាត់នឹងមិនទទួលស្គាល់អត្តសញ្ញាណរបស់ម៉ារីឡើយការចំអកនិងការបន្ទាបបន្ថោកទាំងអស់ធ្លាក់មកលើម៉ារីប៉ុន្តែនាងមិនខ្វល់ឡើយនាងខំប្រឹងញ៉ាំអាហារនៅពេលនាងញ៉ាំរួចហើយងើបដើរចេញបងប្រុសទី4ដែលស្ថិតក្នុងកម្រិត Cold Formation បានព្យាយាមរារាំងនាងម៉ារីគ្រាន់តែលើកដៃម្ខាងក៏ធ្វើឲ្យគាត់ដួលទៅលើដីដើម្បីលាក់ភាពអាម៉ាស់បងប្រុសទី4សាច់កាយខៃថាគាត់គ្រាន់តែជើងទន្ទឹមគ្នានោះអ្នកបម្រើម្នាក់រត់ចូលមកប្រាប់ថាម៉ារីទើបតែដុតទីធ្លាផ្ទះម្ដាយសួរម៉ារីភ្លាមក្មេងស្រីដែលចេះតែប្រើល្បិចក៏ឆ្លៀតឱកាសចោទប្រកាន់ម៉ារីប៉ុន្តែមេរីវិញដោយមិនស្ទាក់ស្ទើរថាខោអាវទាំងនោះជាសម្រាមសំបីតែក្រឡេកមើលក៏មិនសមបងប្រុសទី4ចំអកឲ្យម៉ារីថាជាមនុស្សធម្មតាដែលធំធាត់នៅជនបទម៉ារីក៏បញ្ឈប់ការនិយាយស្ដីឥតប្រយោជន៍ជាមួយគាត់ដោយនិយាយថានាងពេញចិត្តនឹងខោអាវដែលគាត់កំពុងស្លាក់នាងក៏លូកដៃទៅឆក់យកខោអាវចេញពីខ្លួនគាត់ផ្ទាល់បងប្រុសទី4ដែលជាអ្នកបណ្ដោះថាមពលកម្រិត Cold Formation ស្ថិតក្នុងស្ថានភាពអស់សង្ឃឹមហើយចាប់ផ្ដើមសង្ស័យថាតើម៉ារីជានរណាឲ្យពិតប្រាកដខណៈពេលដែលភាពតានតឹងឡើងដល់កំពូលទូតត្រកូលនាគក៏បានដើរចូលមកក្នុងសាលដោយកាន់ប្រអប់ដ៏ប្រណិតមួយគាត់និយាយដោយគោរពថានេះជាកាដូដ៏អស្ចារ្យសម្រាប់ម៉ារីពេលបើកប្រអប់ចេញគឺពងនាគទេវៈអ្នកគ្រប់គ្នាងឿងឆ្ងល់ហេតុអ្វីបានជាផ្ដល់អ្វីដែលคล้ายៗបែបនេះដល់ក្មេងស្រីជនបទក្មេងស្រីដែលចេះប្រើល្បិចសង្ស័យថាបុព្វបុរសនាគប្រហែលជាបានយល់ព្រមបង្កើតកិច្ចសន្យាជាមួយម៉ារីហើយម្ដាយមានការរំភើបយ៉ាងខ្លាំងទូតបានបញ្យល់ថាពងនេះជារបស់កូនប្រុសច្បងរបស់ស្ដេចនាគចាស់ដែលជាទីយាតពិតប្រាកដនៃបល្ល័ង្កនាគវាត្រូវបានផ្ញើចិត្ត1000ឆ្នាំមកហើយប៉ុន្តែមិនដែលញ៉ះឡើយស្ដេចនាគនៅតែមានក្តីសង្ឃឹមថាប្រសិនបើនាគតូចញ៉ះឋានៈរបស់វានឹងខ្ពស់ជាងព្រះអង្គម្ចាស់វាំងនាគម៉ារីរំភើបចិត្តហើយនិយាយថានាងនឹងផ្ញើវាដោយខ្លួនឯងទូតមានភាពធូរស្រាលក្នុងចិត្តព្រោះនេះមានន័យថាគាត់មិនចាំបាច់បង្ខំឲ្យមានកិច្ចសន្យាបុព្វបុរសនាគជាមួយម៉ារីទេបន្ទាប់ពីទូតចាក់ចេញទៅបងប្រុសទី4ចំអកម៉ារីថាឆោតល្ងងដែលបោះបង់ឱកាសបង្កើតកិច្ចសន្យាជាមួយបុព្វបុរសនាគដើម្បីជ្រើសរើសពងដែលមិនដែលញ៉ះម្ដាយក៏ស្ដាយក្រោយដែរម៉ារីមិនខ្វល់អ្វីទាំងអស់នៅពេលត្រឡប់ចូលបន្ទប់នាងក៏បង្កើតកិច្ចសន្យាជាមួយពងនាគនោះហើយរងចាំវាញ៉ះយ៉ាងស្ងៀមស្ងាត់ថាមពលវិញ្ញាណហូរចូលក្នុងខ្លួននាងធ្វើឲ្យនាងទម្លុះដល់កម្រិតថ្មីនៅពេលនោះម៉ារីនឹកឃើញអ្វីដែលបុរសចំណាស់បានប្រាប់នាងថាចរកឃើញនឹងបណ្ដេញជនក្រៅស្រុកដែលលួចវាសនាអ្នកអតីហើយអំណាចរបស់នាងនឹងបន្តកើនឡើងការទម្លុះកម្រិតដ៏ងាយស្រួលនេះបង្ហាញថានាងបានជួបនឹងជនក្រៅស្រុកម្នាក់ហើយនាងសង្ស័យថាក្មេងស្រីដែលចេះប្រើល្បិចនោះជាអ្នកមកពីពិភពផ្សេង Transmigrator ម៉ារីក៏កោះឲ្យសត្វវិញ្ញាណរបស់នាងភ្លាមដើម្បីបញ្ជាឲ្យស៊ើបអង្កេតប្រវត្តិរបស់ក្មេងស្រីនោះជាសម្ងាត់ថ្ងៃបន្ទាប់ឪពុករបស់ម៉ារីប្រញាប់ត្រឡប់មកផ្ទះវិញព្រោះគាត់បានឮថាម៉ារីបានបង្កើតកិច្ចសន្យាជាមួយត្រកូលនាគគាត់សួរថាតើនាងចង់ចូលនិកាយណាម៉ារីបោះកាក់ដើម្បីជ្រើសរើសនិកាយហើយក៏ជ្រើសរើសនិកាយដាវ1000គឺក្មេងស្រីចេះល្បិចនិយាយថាការបណ្ដោះដាវគឺខុសខើណាស់ហើយម៉ារីគ្មានសមត្ថភាពឡើយប្រធានត្រកូលជឿថាអំណាចរបស់ម៉ារីគឺមិនអាចយល់បានឡើយគាត់មិនខ្វល់ពីការជំទាស់និងយល់ព្រមឲ្យម៉ារីសាកល្បងនៅឯការប្រឡងចូលនិកាយលទ្ធផលបង្ហាញថាម៉ារីគ្មានឫសគល់វិញ្ញាណតតែសោះសិស្សនិកាយសើចចំអកឲ្យនាងដោយឃើញប្រធានត្រកូលវែនចាប់ដើមមុខខ្មៅម្ចាស់និកាយក៏ស្នើឲ្យធ្វើតេស្តមួយទៀតគឺតេស្តសមត្ថភាពរាងកាយដើម្បីមើលថាតើនាងមានទេពកោសល្យកម្រិតណាដែលអាចឲ្យនាងក្លាយជាសិស្សបាន